ស្ដាប់ហើយមិនសូវយល់កុំបារម្ភមកយើងរៀនបង្កើតគំរូអាជីវកម្ម Canvas ជាមួយគ្នាត្រៀមខ្លួនហើយនៅតាមឲ្យជាប់មុនចាប់ផ្ដើមឧទាហរណ៍ថានៅសង្កាត់ទូទំពូងទី1យើងរកឃើញថាសហគ្រិននិងអ្នកធ្វើការអាជីពមានបញ្ហាពិបាកនៅក្នុងការធ្វើលំហាត់ប្រាណប្រចាំថ្ងៃដើម្បីសុខភាពឬកាត់បន្ថយភាពតានតឹងក្រោយប្រកបរបរឬធ្វើការងារពេញមួយថ្ងៃដោយសារតែតំបន់នោះពុំសូវមានទីធ្លាឬទីតាំងសាធារណៈដែលមានសុវត្ថិភាពដើម្បីឲ្យគាត់អាចចេញទៅហាត់ប្រាណបានហើយដើម្បីដោះស្រាយបញ្ហារបស់ពួកគាត់ឧបមាថាយើងនឹងបង្កើតក្លឹបហាត់ប្រាណមួយកន្លែងនៅលើអគារខ្ពស់មានកញ្ចក់ព័ទ្ធជុំវិញដែលអនុញ្ញាតឲ្យគាត់មើលឃើញទេសភាពទីក្រុងនៅពេលយប់ឥឡូវយើងទៅសរសេរគំរូអាជីវកម្ម Canva ដែលផ្អែកលើឧទាហរណ៍នេះទាំងអស់គ្នាផ្នែកខាងស្ដាំអតិថិជនគោលដៅស្របទៅតាមឧទាហរណ៍ខាងលើយើងអាចសរសេរបានថាអតិថិជនគោលដៅរបស់យើងគឺជាសហគ្រិននិងអ្នកធ្វើការអាជីពរស់នៅសង្កាត់ទូទំពូងទី1មានអាយុចន្លោះពី34ទៅ60ឆ្នាំទិន្នន័យសរុបនៃចំនួនទីផ្សារនេះមានចំនួនប្រហែល 1800 នាក់ដែលមាន 40% ជាអ្នកធ្វើការអាជីពនិង 60% ជាសហគ្រិនពួកគាត់មានប្រាក់ចំណូលចន្លោះពី $1,200 ទៅ $1,900 សម្រាប់អ្នកធ្វើការអាជីពនិងចំណេញពី $1,500 ទៅ $5,000 ក្នុងមួយខែសម្រាប់សហគ្រិនពួកគាត់មានពេលប្រហែលជា1ទៅ2ម៉ោងក្នុងមួយថ្ងៃចន្លោះពីម៉ោង6ទៅម៉ោង8ល្ងាចទំនាក់ទំនងអតិថិជននៅត្រង់ចំណុចនេះយើងសួរថាតើបទពិសោធន៍ឬអារម្មណ៍បែបណាដែលយើងចង់ផ្ដល់ឲ្យអតិថិជនគោលដៅរបស់យើងខាងលើក្នុងន័យនេះយើងអាចសរសេរបានថាបទពិសោធន៍មានដូចជាឧបករណ៍ហាត់ប្រាណទាន់សម័យងាយស្រួលប្រើសម្បូរបែបមានកន្លែងចតយានជំនិះល្អមានអនាម័យមានគ្រូបង្វឹកចាំជួយយកអាសាអាចមើលឃើញទេសភាពទីក្រុងពេលយប់បែកញើសបានសុខភាពនិងធូរអារម្មណ៍ច្រកចែកចាយឬច្រកផ្សព្វផ្សាយត្រង់នេះយើងសួរថាតើយើងនឹងបញ្ជូនបទពិសោធន៍ខាងលើទៅឲ្យអតិថិជនគោលដៅរបស់យើងតាមរបៀបណាក្នុងន័យនេះយើងអាចសរសេរបានតាមបណ្ដាញសង្គមដូចជា Facebook, TikTok, IG តាម influencer តាមមាត់ឬក៏តាម Google My Business ឬ website ជាដើមច្រកលុយចូលតើយើងរកលុយចូលបានតាមដោយវិធីណាក្នុងឧទាហរណ៍ខាងលើមានដូចជាថ្លៃចូលហាត់ប្រាណការលក់សម្ភារៈកីឡាការជួលកន្សែងជូតញើសការលក់អាហារសុខភាពនិងការផ្សាយពាណិជ្ជកម្មផ្សេងៗផ្នែកខាងឆ្វេងដៃគូគន្លឹះអ្នកណាជាដៃគូគន្លឹះសំខាន់របស់យើងក្នុងន័យនេះដៃគូរបស់យើងមានដូចជាម្ចាស់អគារជួលអ្នកលក់ឬក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈហាត់ប្រាណគ្រូជំនាញបង្ហាត់ influencer brand សំខាន់ដូចជា Nike ឬក៏ Adidas ជាដើមសកម្មភាពគន្លឹះតើយើងត្រូវធ្វើសកម្មភាពសំខាន់អ្វីខ្លះដូច្នេះសកម្មភាពសំខាន់ដែលយើងត្រូវធ្វើមានដូចជាការផ្សព្វផ្សាយនិងលក់ការធ្វើផែនការ promotion ឬ referral ការថែទាំឧបករណ៍ហាត់ប្រាណការសម្អាតឲ្យបានហ្មត់ចត់ការរៀបចំតំបន់ផ្សព្វផ្សាយពាណិជ្ជកម្មឲ្យមានប្រសិទ្ធភាពជ្រើសរើសអាហារសុខភាពដែលមានគុណភាពស្ដាប់និងប្រមូលមតិអតិថិជននិងកែលម្អរក្សាទំនងស្អិតរមួតតាមការបង្កើតក្រុម Telegram ជាដើមធនធានគន្លឹះតើយើងត្រូវមានធនធានសំខាន់អ្វីខ្លះក្នុងនោះមានដូចជាទុនចាប់ផ្ដើមប្រហែលជា$30,000ទុនបង្វិលប្រហែលជា$10,000និងទុនបម្រុងប្រហែល$20,000យើងត្រូវមានទីតាំងល្អខ្ពស់មានកន្លែងចតឡានធំទូលាយឧបករណ៍ហាត់ប្រាណរបស់យើងទំនើបយើងត្រូវការក្រុមការងារដែលមានដូចជាអ្នកគ្រប់គ្រងអ្នកផ្សព្វផ្សាយនិងលក់គ្រូបង្វឹកអ្នកសម្អាតនិងសន្តិសុខជាដើមរចនាសម្ព័ន្ធថ្លៃដើមតើខ្ទង់ចំណាយរបស់យើងមានអ្វីខ្លះក្នុងន័យនេះខ្ទង់ចំណាយរបស់យើងអាចមានដូចជាថ្លៃជួលអគារ$1,200ក្នុងមួយខែប្រាក់ខែបុគ្គលិកសរុបចំនួន$2,100ក្នុងមួយខែទឹកភ្លើងនិងគ្រប់គ្រងសំណល់$420ក្នុងមួយខែផ្លូវច្បាប់សរុបប្រហែលជា$350ក្នុងមួយខែការចំណាយរំលោះទៅលើសម្ភារៈកីឡា$1,200ក្នុងមួយខែនិងការចំណាយផ្សេងៗប្រហែល$150ក្នុងមួយខែក្រោយពីយើងធ្វើទុំចំណាយទាំងអស់នេះហើយយើងនឹងដឹងថាថ្លៃដើមរបស់យើងអស់ប៉ុន្មានផ្នែកកណ្ដាលគឺផ្នែកចុងក្រោយគុណតម្លៃស្នូលតើអ្វីជាគុណតម្លៃស្នូលដែលនាំឲ្យអតិថិជនរបស់យើងជ្រើសរើសយកសេវាកម្មក្លឹបហាត់ប្រាណរបស់យើងក្នុងន័យឧទាហរណ៍ខាងលើយើងអាចសរសេរបានថាគុណតម្លៃស្នូលរបស់យើងគឺបទពិសោធន៍ហាត់ប្រាណបែបលំដាប់ខ្ពស់ដែលរួមបញ្ចូលឧបករណ៍សម្បូរបែបអនាម័យឥតខ្ចោះកន្លែងចតយានយន្តធំទូលាយនិងទិដ្ឋភាពទីក្រុងដ៏ស្រស់ស្អាតពីលើអាកាសដើម្បីកាត់បន្ថយភាពតានតឹងសរុបរួមមកវិញនេះជាផែនការអាជីវកម្មដើម្បីជួយអ្នកក្នុងការចាប់ផ្ដើមអាជីវកម្មរបស់អ្នកពេលខ្លះអ្នកអាចនឹងត្រូវការព័ត៌មានច្រើនជាងនេះហើយសួរថាតើយើងត្រូវរកព័ត៌មានទាំងនោះមកពីណានេះគឺជាការងារផ្ទាល់សម្រាប់អ្នកដែលជាសហគ្រិនអ្នកត្រូវចុះទៅសាកសួរស្រាវជ្រាវបន្ថែមនៅលើបណ្ដាញអ៊ីនធឺណិតឬក៏ទៅតាមបណ្ដាញណាដែលអ្នកអាចរកព័ត៌មានទាំងនេះបានព័ត៌មានខ្ញុំលើកឡើងមកនេះគឺគ្រាន់តែដើម្បីជាឧទាហរណ៍ដើម្បីឲ្យងាយយល់ប៉ុណ្ណោះហើយផែនការនេះនឹងក្លាយទៅជាផែនទីសម្រាប់អ្នកដំណើរការអាជីវកម្មរបស់អ្នកដែលផ្ដោតទៅលើចំណុចសំខាន់ៗទាំងនេះប៉ុណ្ណោះចំណាំពេលខ្លះអ្នកអាចនឹងឃើញផែនការអាជីវកម្ម Canva ដូចឬខុសប្លែកពីផែនការដែលខ្ញុំបានបង្ហាញបន្តិចបន្តួចនោះគឺជារឿងធម្មតាសហគ្រិនមួយចំនួនបានបំបែកផែនការនេះបន្ថែមដើម្បីតម្រូវទៅតាមស្ថានភាពជាក់ស្ដែងរបស់គេវាមិនមានន័យថាផែនការនេះខុសឬផែនការនោះខុសឡើយអ្នកក៏អាចបំបែកផែនការនេះបានដែរប្រសិនបើអ្នកយល់ឃើញថាវាចាំបាច់សម្រាប់ស្ថានភាពរបស់អ្នកតើអ្នកយល់យ៉ាងណាដែរចំពោះផែនការអាជីវកម្ម Canvas សូម comment ខាងក្រោមហើយកុំភ្លេច
ជួយ Subscribe ម្នាក់មួយផង